ជាការបរាជ័យលើកទី2ហើយសម្រាប់កងទ័ពរបស់រុស្ស៊ីព្យាយាមវាយយកទីក្រុង Moscow នៅថ្ងៃទី10ម្ដងហើយចំណែកនៅថ្ងៃទី13នេះម្ដងទៀតគឺកងទ័ពរបស់រុស្ស៊ីនឹងរឹបត្រោះត្រូវបានកម្ចាត់បើតាមការបញ្ជាក់របស់អាហ្សូវបានដឹងថាទាហានរបស់រុស្ស៊ី78នាក់ត្រូវបានបំផ្លាញកាលពីថ្ងៃទី13ខែតុលាឆ្នាំ2025នេះសូមលំអរកាយនិងសូមស្វាគមន៍ទៅដល់ប្រិយមិត្តដែលកំពុងតែតាមដានព័ត៌មានអន្តរជាតិខ្ញុំមានព័ត៌មានមួយមកចែកជូនទៅដល់ប្រិយមិត្តទាក់ទងអំពីស្ថានភាពនៅឯតំបន់សមរភូមិទីក្រុង Moscow ដែលប្រិយមិត្តបានទទួលព័ត៌មានពីមុនមកហើយថាតំបន់នេះឬក៏របស់ទីក្រុងនេះគឺជាកន្លែងដែលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរុស្ស៊ីហើយនិងកងទ័ពរបស់អ៊ុយក្រែនសម្រាប់ប្រភពសារព័ត៌មាន military បានបញ្ជាក់ថារុស្ស៊ីព្យាយាមវាយយកទីក្រុង Moscow នេះជាយូរណាស់មកហើយមុនពេលដែលលោកដូណាល់ត្រាំឡើងកាន់តំណែងថែមទៀតប៉ុន្តែគឺទៅបានកត់សម្គាល់នៅថ្ងៃទី10និងថ្ងៃទី13នេះរុស្ស៊ីបើកការវាយប្រហារគឺបរាជ័យទាំងពីរលើកផងដែរសម្រាប់សរុបភាពមួយនេះគឺបង្ហាញអំពីផែនទីយុទ្ធសាស្ត្រថាកងទ័ពរបស់រុស្ស៊ីពិតជាបានចូលទៅដល់កណ្ដាលទីក្រុង Moscow ពិតមែនហើយក៏ត្រូវបានរៀបចំផែនការនៅក្នុងការឡោមព័ទ្ធការខិតខំរបស់កងទ័ពរុស្ស៊ីត្រូវបានបរាជ័យនៅថ្ងៃទី13ដែលមានការបញ្ជាក់ពីកងទ័ពអាហ្សូវពេលមិនបានដឹងហើយថាគឺជាកងទ័ពដែលមានបទពិសោធន៍ហើយត្រាំត្រែងគឺមិនព្រមចោះចាញ់ដោយងាយៗទេគឺការពីទីក្រុង Moscow នេះយ៉ាងស្វាហាប់តែម្ដងបើតាមឲ្យដឹងនៃសារព័ត៌មាន military កងទ័ពរបស់រុស្ស៊ីបានសម្រុកចូលទៅដល់តំបន់ឌីប្រូភីលីដែលជាតំបន់មួយក្បែរទីក្រុង Moscow ហើយត្រូវបានបរាជ័យមូលហេតុបរាជ័យនោះគឺដោយសារតែការចូលជ្រៅខាងពេកធ្វើឲ្យកងទ័ពរបស់អ៊ុយក្រែននឹងមានឱកាសនៅក្នុងការវិបកជាលទ្ធផលកងទ័ព78នាក់របស់រុស្ស៊ីត្រូវបានបាត់បង់ជីវិតហើយទាហានផ្សេងទៀតនឹងគឺរថចោលសពាបុត្រហើយបារុកក្រោះចំនួន4គ្រឿងនិងរថភេដាយចំនួន9គ្រឿងត្រូវបានបំផ្លាញនៅក្នុងនោះក៏មានកងទ័ពដែលជិះម៉ូតូអមមកជាមួយផតដែរក៏ត្រូវបានកម្ចាត់ដូចគ្នាដែរសម្រាប់ប្រិមិត្តបានឃើញរូបភាពទាំងអស់នេះហើយនឹងមើលឃើញអំពីផែនទីយុទ្ធសាស្ត្រប្រិមិត្តប្រកាសជាចោទសួរឲ្យថាតើអ៊ុយក្រែនអាចទប់ជាប់ដល់ទីក្រុង Moscow នេះដែរទេអាចការពារទីក្រុង Moscow នឹងបានជាប់ដែរទេខ្ញុំក៏សូមជម្រាបផងដែរថាទោះបីជានៅថ្ងៃទី13នេះមានការខាត់បងកងទ័ពរុស្ស៊ីក៏ដោយក៏ប៉ុន្តែប្រិមិត្តដឹងហើយថារុស្ស៊ីនឹងមិនថមថយឬក៏មិនព្រមចោះចាញ់ដល់តែនេះទេបើតាមផែនការរបស់ទីក្រុង Moscow គេបានដាក់ហើយនៅក្នុងឆ្នាំនេះគឺត្រូវយកឲ្យបានទីក្រុង Moscow ការកែនទ័ពប្រមាណជា 20,000 នាក់ប្រចាំខែដែលរុស្ស៊ីឬពូទីនបានចោះតលេខាកំពុងតែអនុវត្តជារឿយៗផងដែរដែលប្រិមិត្តបានទទួលព័ត៌មានខ្លះៗហើយថាកងទ័ពគុយបានក៏មានវត្តមាននៅក្នុងនោះដែរអញ្ចឹងការចូលមកដល់ទីក្រុង Moscow នេះគឺជាកងទ័ពបរទេសនិងកងទ័ពទាហានថ្មីរបស់រុស្ស៊ីប្រិមិត្តប្រកាសជាឆ្ងល់ហើយថាតើការវាយបំបាក់កងទ័ពរបស់រុស្ស៊ីនៅពេលដែលពួកគេព្យាយាមឡោមព័ទ្ធមកទីក្រុង Moscow នេះតើរបស់អ៊ុយក្រែនប្រើប្រាស់អាវុធអ្វីខ្ញុំក៏សូមជម្រាបថាអាហ្សូវមិនមែនជាកងទ័ពដែលមិនមានការបំពាក់បំពាន់ដោយរដ្ឋាភិបាលទេអាហ្សូវបានរួមដៃគ្នាជាមួយនឹងរដ្ឋាភិបាលរបស់លោក Volodymyr Zelensky តាំងពីឆ្នាំ2022មកគឺរួមគ្នាតែមួយតែម្ដងដែលអាហ្សូវនេះមានប្រភពដើមកំណត់មកពីតំបន់សាព្រូវីយ៉ាគឺជាកងទ័ពផ្ដាច់ខ្លួនប៉ុន្តែក៏ត្រូវបានចូលជាមួយនឹងរដ្ឋាភិបាលអ៊ុយក្រែនមកការពារទឹកដីរួមគ្នាអញ្ចឹងអាហ្សូវបានប្រើប្រាស់រថក្រោះរថភេដាយនិងយន្តហោះគ្មានមនុស្សបើកការវិភាគពីចម្ងាយនៅពេលដែលពួកគេលបវាយឆ្មក់ទៅលើកងទ័ពរបស់រុស្ស៊ីនឹងឯងអញ្ចឹងខ្ញុំក៏សូមអានព័ត៌មានបន្ថែមទៀតដើម្បីឲ្យប្រិយមិត្តនឹងកាន់តែស៊ីជម្រៅចំពោះស្ថានភាពដែលកងទ័ពរបស់អ៊ុយក្រែននឹងវាយបំបាក់កងទ័ពរុស្ស៊ីនៅឯតំបន់ឌីប្រូភីលីនៅក្បែរទីក្រុង Moscow នេះព័ត៌មានបានបញ្ជាក់ថាសត្រូវបានព្យាយាមវាយលុកលើតំបន់ឌីប្រូភីលីនៅទិសដៅនៃឆារីថានីក្បែរទីក្រុង Moscow ទ្រង់ទីធំរបាយការណ៍បានបញ្ជាក់ថាអាហ្សូវគឺជាឆ្មាំការពីជាតិព្យាយាមការពារទីក្រុង Moscow អស់រយៈពេលជាយូរណាស់មកហើយយោងទៅតាមអង្គភាពប្រតិបត្តិការវេលុកនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ទទួលខុសត្រូវរបស់អង្គភាពរបស់ខ្លួននឹងគឺកងទ័ពអាហ្សូវនឹងឯងដោយមានការចូលរួមពីរដ្ឋពាដៃរថក្រោះប្រមាណជា16គ្រឿងនិងកងទ័ពមានផ្នែកជំនាញយន្តហោះគ្មានមនុស្សបាត់របស់អ៊ុយក្រែនការវាយប្រហារលើកងទ័ពរបស់សត្រូវនៅតំបន់ម៉ាណូហតនៅតំបន់រ៉ាស៊ីណូគឺជាការខិតខំប្រឹងប្រែងយ៉ាងសំខាន់នៅការបដិចាប់និងទាមទារវិបកដើម្បីដណ្ដើមយកតំបន់សាហូត្រឡប់មកវិញចឹងគឺកងទ័ពអ៊ុយក្រែនគឺនៅមានសពាវុធទប់ទល់ហើយប្រិមិត្តជាមួយនឹងរថក្រោះនិងរថភេដាយបើតាមការបញ្ជាក់គឺពួកគេច្បាំងគ្នានៅថ្ងៃទី13នៅក្នុងការព្
ព្យាយាមដណ្ដើមយកតំបន់មួយនៅក្បែរត្រឡប់មកវិញនៅក្នុងសកម្មភាពការពារទាហានអ៊ុយក្រែនបានបំផ្លាញរថយន្តនិងរថភេដាយរបស់រុស្ស៊ីប្រមាណជា9គ្រឿងរថក្រោះ4គ្រឿងនិងម៉ូតូ3គ្រឿងការបាត់បង់សត្រូវគឺមានប្រមាណជា78នាក់ចឹងគឺកងទ័ពរបស់រុស្ស៊ីបានខាតបង់រថភេដាយ9គ្រឿងហើយរថក្រោះ4គ្រឿងទាហានគឺ78នាក់បានស្លាប់នៅពេលមុនណាអង្គភាពអាហ្សូវបានកត់សម្គាល់ថាយុទ្ធសាស្ត្ររបស់សត្រូវគឺមិនផ្លាស់ប្ដូរនោះទេដែលពួកគេព្យាយាមជិះម៉ូតូនិងប្រើប្រាស់រថក្រោះនិងរថភេដាយនិងមានអមជាមួយនឹងយន្តហោះគ្មានរបាក់បើកការវិបហា4ដង្ហែព្យាយាមធ្វើសង្គ្រាមអេឡិចត្រូនិកដើម្បីបង្ក្រាបនិងឆ្លប់វាយប្រហារមកលើកងកម្លាំងការពារជាតិត្រូវបានកងកម្លាំងអ៊ុយក្រែនវាយបកនៅថ្ងៃទី13ខែតុលានេះបានធ្វើឲ្យពួកគេមានការខាតបង់កងទ័ពរបស់អាហ្សូវបានបញ្ជាក់ថាសកម្មភាពសម្របសម្រួលជាមួយនឹងអង្គភាពកងកម្លាំងការពារជាចម្បងមានរួមកងកម្លាំងកំភ្លើងធំកងកម្លាំងកងពលតូចកងកម្លាំងកំភ្លើងធំនិងវែងរួមជាមួយនឹងនាវិកនៃប្រព័ន្ធយន្តហោះគ្មានរបាក់បានបើកការវាយប្រហារទៅលើសត្រូវនិងបំផ្លាញទីតាំងដែលពួកគេឈរជើងថ្មីនេះនៅថ្ងៃទី10ខែតុលាមានរបាយការណ៍បញ្ជាក់ថាទាហានរបស់រុស្ស៊ីបានដាក់ពង្រាយរថភេដាយរហូតដល់40គ្រឿងពួកគេបានបើកការវាយប្រហារដោយកងពលមេកានិកទ្រង់ទ្រាយធំទៅលើតំបន់ Volodymyr-Ivka តំបន់ Novoliga នៅក្បែរតំបន់ Dobropilya នោះយោងទៅតាមច្បាប់នៃលទ្ធផលសកម្មភាពការទប់ទល់ពួកគេបានខាតបង់រថភេដាយប្រមាណជា16គ្រឿងរថក្រោះ3គ្រឿងនិងរថយន្ត1គ្រឿងហើយទាហានរបស់រុស្ស៊ី107នាក់បានបាត់បង់ជីវិតនិង51នាក់បានរងរបួសចឹងនៅថ្ងៃទី10នឹងរុស្ស៊ីបើកការវិភាគម្ដងហើយតែអត់បានសម្រេចឥឡូវនេះនៅថ្ងៃទី13នឹងបើកការវិភាគម្ដងទៀតតែនៅថ្ងៃទី10នឹងរុស្ស៊ីបាត់បង់កងទ័ពរហូតដល់107នាក់ហើយ51នាក់បានរងរបួសអ្នកខ្លះក៏ត្រូវបានចាប់ខ្លួនចឹងទៅអ្នកខ្លះក៏រត់ចូលក្នុងព្រៃចឹងទៅអានេះគឺជាសកម្មភាពនៃការវាយប្រហាររបស់រុស្ស៊ីព្យាយាមដណ្ដើមយកទីក្រុងហ្វូស្កូរបស់អ៊ុយក្រែនហើយមើលឃើញថាអាហ្សូវនិងកងទ័ពយន្តហោះគ្មានរបាក់និងកំភ្លើងថនរបស់អ៊ុយក្រែនឬក៏កងទ័ពមេកានិកកំពុងតែព្យាយាមការពារទីក្រុងនេះអញ្ចឹងមានថាសមរភូមិនេះដូចជាខ្ញុំបានបញ្ជាក់អញ្ចឹងគឺជាសមរភូមិដែលស្ដាយជាងគេហើយរុស្ស៊ីដាក់ផែនការយកទីក្រុងនេះតាំងពីឆ្នាំមុនមកម្លេះសម្រាប់ព័ត៌មាននេះមានតែប៉ុណ្្នេះទេប៉ុន្តែខ្ញុំក៏សូមផ្សារភ្ជាប់ជាមួយនឹងពាក្យសម្ដីរបស់លោកដូណាល់ត្រាំបន្តិចបើមើលតាមលោកដូណាល់ត្រាំត្រូវបានទទួលបានព័ត៌មានពីខាងយោធារបស់សហរដ្ឋអាមេរិកមានការបញ្ជាក់ថាភាពជឿនលឿនរបស់រុស្ស៊ីនៅពេលនេះគឺនៅតំបន់ផូស្កូនេះឯងសម្រាប់សមរភូមិផ្សេងទៀតហាក់ដូចជាមានភាពយឺតយ៉ាវឬក៏មិនអាចពន្លឿនទៅមុខថែមនោះទេតំបន់ខាងក៏ត្រូវបានកងទ័ពអ៊ុយក្រែននឹងមានការវិបកត្រឡប់មកវិញថែមទៀតជាក់ស្ដែងដូចជាការម្សិលមិញអញ្ចឹងអ៊ុយក្រែនមានការបញ្ជាក់ថាមានការវិបកនៅលើតំបន់សព្វរចាដណ្ដើមយកភូមិមួយចំនួនត្រឡប់មកវិញជាហេតុដែលធ្វើឲ្យមានការវិតម្លៃថាបើសិនជារុស្ស៊ីគាត់បន្តសង្គ្រាមដ៏រ៉ាំរ៉ៃបែបនេះហើយมันអាចមានភាពជឿនលឿនពេលនោះរុស្ស៊ីនឹងអាចគិតអំពីបទច្បាញ់នៃការបញ្ចប់សង្គ្រាមអញ្ចឹងហើយបានជាត្រាំគាត់គម្រាមដាក់អាវុធមីស៊ីលធមហង្សផ្ដល់ទៅដល់ភាគីអ៊ុយក្រែនមកតង់ទៀតដើម្បីឲ្យមានទម្ងន់នៅក្នុងការចរចានឹងឯងអញ្ចឹងសង្ឃឹមថាសង្គ្រាមនៅហ្គាហ្សាចប់នឹងដល់វេនអ៊ុយក្រែននិងរុស្ស៊ីក៏ត្រូវបានបញ្ចប់ដូចគ្នាផងដែរនៅពេលមុនណា